ហើយចុះបើយើងមានក្បាលពោះហើយយើងមិនសូវខ្ពស់បញ្ហាប្រឈមនៅត្រង់ថាការស្លៀកពាក់របស់គាត់អាចនឹងសម្រងនេះវែងបន្តិចហើយចុងដៃនេះគឺបញ្ហាសំខាន់តែម្ដងអញ្ចឹងបងខ្លះគាត់ថាពេលដែលទិញហើយគាត់ត្រូវការទៅទីផ្សារដើម្បីធ្វើការកាត់សារ៉េចុងដៃអូខេដើម្បីឲ្យប្រើទៅនឹងឲ្យត្រូវចេញអាវសចេញអីដូចខ្ញុំអញ្ចឹងនៅកន្លែងខ្ញុំនេះគឺយើងផលិតមកជាមួយនឹងភាពបាទគេហៅថាបទពិសោធន៍ណាបងប្អូនទាំងអស់គ្នាហើយមានការដាក់កម្មង់ខ្នាតមួយដែលតម្រូវស្តង់ដារសម្រាប់បងណាដែលប្រើទៅមានអារម្មណ៍ថាអូខ្លួនយើងរៀងស្រង់ពេកដៃយើងរៀងវែងពេកអីយ៉ាងណាបងប្អូនទាំងអស់គ្នាទាំងអស់នេះអស់បញ្ហាតែម្ដងខណៈពេលនេះគឺមិនត្រឹមតែមានម៉ូដថ្មីទេហើយអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូមួយនេះក៏ស្រាយជាមួយចម្ងល់បងប្អូនទាំងអស់គ្នាដែលកន្លងមកមានបងប្អូនខ្លះទៀតក៏ឃើញភាពស្រស់ស្អាតនៅលើបណ្ដាញសង្គមហើយក៏សម្រេចចិត្តធ្វើការ orderបាទហើយមានបងប្អូនខ្លះទៀតមានទម្លាប់នៅក្នុងការប្រើប្រាស់ទំនិញនិយាយចំទៅគេហៅថាមានជាងប្រចាំតកូលអញ្ចឹងក៏សួរត្រឡប់មកវិញថាតើការ order ហ្នឹងបាទការកាត់ដេរហ្នឹងហើយជាមួយនឹងទំនិញអូខេទំនិញដែលខ្ញុំបង្ហាញកន្លងមកហ្នឹងតើមួយណាដែលគួរជាទីជម្រើសវីដេអូមួយនេះខ្ញុំអត់ទាន់បែងចែកថាមួយណាទេបងប្អូនស្ដាប់ការពណ៌នារបស់ខ្ញុំរួមជាមួយនឹងការបង្ហាញជាមួយនឹងទំនិញថ្មីទៅបងប្អូនអាចគិតចេញថាគួរតែរើសជម្រើសមួយណាបាទអូខេណានៅទីនេះអ្វីដែលពិសេសបងប្អូនទាំងអស់គ្នាគឺយើងមានការរចនាមកជាមួយនឹងម៉ូដពណ៌ផ្សេងគ្នាហើយខ្ញុំសូមណែនាំខ្លួនតិចខ្ញុំបាទគឹមសាននៅលើអាជីវកម្មហាងលក់សម្លៀកបំពាក់បរិសុទ្ធឈុតអាវធំដែលមានខ្ញុំបាទជាម្ចាស់អាជីវកម្មហាង Boy Style នេះគឺខ្ញុំឈរជើងមក14ឆ្នាំហើយបាទហើយបច្ចុប្បន្ននេះក្នុងវីដេអូមួយនេះក៏ខ្ញុំធ្វើជាពិសេសផងដែរគឺដោយសារខ្ញុំឃើញអតិថិជនយ៉ាងច្រើនបាទដែលគាត់មានវ័យកណ្ដាលបងប្អូនទាំងអស់គ្នាវ័យកណ្ដាលអាចរាប់បានថា5ជាង6ជាងបាទអូខេបងប្អូនបាទអញ្ចឹងហើយខ្ញុំចង់បញ្ជាក់ជូនកន្លែងនេះ mode unit បែបនេះបងប្អូនទៅរកលើទីផ្សារអត់មានទេគឺយើងដាក់ logo ហាងតែម្ដងហើយចង់បញ្ជាក់ជូនបងណាបាទជាទូទៅណាបរិះយើងបងប្អូនទាំងអស់គ្នាបាទនៅពេលដែលគាត់ចូលវ័យរៀងកណ្ដាលបន្តិចតែងតែមានក្បាលពោះណាបងប្អូនខ្លះក៏មានក្បាលពោះរៀងធំអញ្ចឹងទៅស្មាអីអញ្ចឹងរៀងធំអញ្ចឹងទៅប៉ុន្តែអ្វីដែលថាជាបញ្ហានោះគឺកម្ពស់របស់គាត់ហ្នឹងមិនដូចជាយុវវ័យសម័យឥឡូវទេយុវវ័យសម័យឥឡូវគឺខ្ញុំអាចនិយាយបានថាអញ្ចេះនេះពេលបច្ចុប្បន្ននេះគឺគេផ្ដោតទៅរឿងកីឡាអាហារអីដែលគេតម្រូវនៅក្នុងការញ៉ាំទៅធ្វើឲ្យរាងរបស់គេនោះគឺវា fit វា slim វាស្អាតអីចឹងណាបងប្អូនទាំងអស់គ្នាអូខេហើយចុះបើយើងមានក្បាលពោះហើយយើងមិនសូវខ្ពស់បញ្ហាប្រឈមនៅត្រង់ថាការស្លៀកពាក់របស់គាត់អាចនឹងសម្រងនេះវែងបន្តិចហើយចុងដៃនេះគឺបញ្ហាសំខាន់តែម្ដងអញ្ចឹងបងខ្លះគាត់ថាពេលដែលទិញហើយគាត់ត្រូវការទៅទីផ្សារដើម្បីធ្វើការកាត់សារ៉េចុងដៃអូខេដើម្បីឲ្យប្រើទៅនឹងឲ្យត្រូវចេញអាវសចេញអីដូចខ្ញុំអញ្ចឹងនៅកន្លែងខ្ញុំនេះគឺយើងផលិតមកជាមួយនឹងភាពបាទគេហៅថាបទពិសោធន៍ណាបងប្អូនទាំងអស់គ្នាហើយមានការដាក់កម្មង់ខ្នាតមួយដែលតម្រូវស្តង់ដារសម្រាប់បងណាដែលប្រើទៅមានអារម្មណ៍ថាអូខ្លួនយើងរៀងស្រង់ពេកដៃយើងរៀងវែងពេកអីយ៉ាងណាបងប្អូនទាំងអស់គ្នាទាំងអស់នេះអស់បញ្ហាតែម្ដងបាទហើយអញ្ចឹងខ្ញុំរៀបរាប់ជូនបងបន្តិចសម្រាប់ម៉ូដដែលខ្ញុំកំពុងតែប្រើលើខ្លួននេះគឺជាប្រភេទ level 2បាទបងប្អូនទាំងអស់គ្នាហើយយើងមានសាយណាចាប់ពីគីឡូ45រហូតដល់110គីឡូឬក៏120គីឡូគឺប្រើត្រូវហើយចំពោះចង្កេះខោវិញបងប្អូនបាទនៅខាងខ្ញុំមានលេខ29 31 32 33 34អញ្ចឹងរហូតទៅដល់44ហើយនោះបាទអញ្ចឹងបងប្អូនទាំងគ្នាមកដល់កន្លែងនេះអ្វីដែលពិសេសគឺបងប្អូនអត់ចំណាយពេលវេលាក្នុងការរងចាំទេបងប្អូនទាំងគ្នាអញ្ចឹងបើសួរត្រឡប់មកវិញថាអ្វីទៅដែលជាការភ័យខ្លាចការព្រួយបារម្ភពីខ្ញុំមកវិញនៅទីនេះបងអត់ចំណាយប្រាក់ទេគឺបងប្អូនទាំងអស់គ្នាអាចនឹងជ្រើសម៉ូដមួយណាដែលបងមានការពេញចិត្តហើយធ្វើការសាកផ្ទាល់តែម្ដងហើយជំរើសម៉ូដពណ៌គឺថាមានច្រើនណាបងប្អូនទាំងអស់គ្នាឥឡូវគឺខ្ញុំបង្ហាញជាមួយនឹងពណ៌បន្តទៀតណាបាទម៉ូដនេះគឺយើងធ្វើមកគឺមាន3ពណ៌នៅក្នុងការជ្រើសរើសបាទអញ្ចឹងត្រឡប់មកវិញថាប្រសិនបើបងប្អូនទៅកាត់ដេរអូខេណាទៅកាត់ដេរអញ្ចឹងបងប្អូនសម្រេចចិត្តកាត់ម៉ូដណាមួយគឺជាមួយបងប្អូនត្រូវតែទទួលយកហើយមែនទេបងប្អូនទាំងអស់គ្នាប៉ុន្តែនៅកន្លែងនេះគឺថាបងប្អូនទាំងអស់គ្នាអាចនឹងធ្វើការសាក់លើដងខ្លួនយើងសិនបាទរវាងបាទពណ៌មួយណាបើសិនជាបងជ្រើសរើសក្នុងការកាត់ដេរខ្ញុំជឿជាក់ថាមកដល់ពេលនេះមកដល់ម៉ោងនេះបងនឹងមានគេហៅថាជាងប្រចាំដេកូលមួយប្រចាំខ្លួនយើងអញ្ចឹងបងដឹងពីទឹកដៃគាត់យ៉ាងណាហើយប៉ុន្តែបើត្រឡប់មកវិញថារវាងពណ៌មួយទៅពណ៌មួយថាតើពណ៌មួយណាដែលស្លៀកពាក់លើដងខ្លួនរបស់យើងនេះបាទ
สะสมอย่างกี่บอกโอนออกนี่โอเคกลายนี้คือเชียร์จมเรือมวยดอลอ๋อปีห้างสำเร็จเปียบอยสไตล์ข้างขยมคือบองโอนมาดอกกลายนี้ใหญ่จอมtớiคือบองอาบองเปียเลยครูนแบบหนึ่งบ่าจังให้ไปแต่บองโอนบองเปียเลยครูนจังtớiบองโอนออกนี้หนึ่งบานเคยnhaบานเคยน่ะดองครูนเยอะเนอะโอเคเนอะตากูเปล่าปอนะได้แต่ตัวบานจะมวยหนึ่งเพียบสะสมเจียงนะบองโอนออกนี่โอเคข้างกรอยบ่យើងឆែកពីបងប្អូនប្រភេទនេះគឺប្រភេទឡេវ2ហើយបងប្អូនអរគ្នាអាចបិទតែឡេវលើមួយយ៉ាងទៅបាទជាមួយនឹងការច្នៃប្រឌិតនិយាយតាមទៅគឺចុងដៃនីមួយគឺអមជាមួយនឹងឡេវចំនួន4បាទហើយរៀងរបស់គេគឺ fit តែម្ដងបាទអញ្ចឹងគឺស័ក្តិសមជាមួយដងខ្លួនណាបងប្អូនណាបាទឥឡូវខ្ញុំបន្តជាមួយនឹងពណ៌មួយទៀតហើយនៅចុងវីដេអូខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នាអំពីខោហើយខ្ញុំបញ្ជាក់ជូនណាខោរបស់ខ្ញុំនៅលើទីផ្សារធានាថាអត់ដូចគេតែម្ដងហើយមានអត្ថប្រយោជន៍ច្រើនទៀតផងសម្រាប់បងប្អូនទាំងអស់គ្នាជាទូទៅបរោះយើងណានៅលើទីផ្សារគឺថាក្រោយពីគាត់ស្លៀកពាក់អាវអញ្ចឹងហើយខ្ញុំលក់ជួអតិថិជនរាល់ថ្ងៃខ្ញុំដឹងបាទមកដល់កន្លែងហ្នឹងគឺបាទគាត់សោកអាវអញ្ចឹងមកបាទគាត់ស្រេស្រង់ទាញចុងដៃអីចឹងមកណាបងប្អូនទាំងអស់គ្នាបាទជាទូទៅគឺធម្មតាគឺបែបនេះហើយអញ្ចឹងបញ្ជាក់ជូនម្ដងទៀតថានៅពេលតម្រង់លើទីផ្សារអត់មានຂະຫນាតនេះជូនបងទេអូខេអាຂະຫນាតនេះគឺខ្ញុំចេញដោយខ្លួនឯងតែម្ដងហើយខ្ញុំឃើញបញ្ហាប្រឈមដែលបងប្អូនទាំងអស់គ្នាក្រោយពីការស្លៀកពាក់ទៅដៃហ្នឹងវាវែងពេកវាលឹបម្ដងនេះអីគឺវាអត់សូវល្អមើលអូខេអញ្ចឹងហើយយើងមាននាឡិកាឲ្យចេញនាឡិកាអញ្ចឹងទៅនេះគឺជាទំហំសាយរបស់យើងណាបាទឥឡូវខ្ញុំរៀបរាប់អំពីខោវិញម្ដងបាទមួយសេតនេះគឺមានទាំងខោមានទាំងអាវតែម្ដងហើយចំពោះ3ពណ៌នេះគឺតម្លៃមិនគួរឲ្យជឿបងប្អូនទាំងអស់គ្នាណាបាទពេលបងប្អូនមកឃើញផ្ទាល់បាទនឹងថាសាច់កណាត់អែមបែបណាបងប្អូនទាំងអស់គ្នាហើយមិនចេះថាទេមកឈុតរបស់យើងនេះមានអាវធំមានខោអញ្ចឹងត្រឹមតែ91ឯងបងប្អូនបាទអូខេបាទជាទូទៅបរោះយើងគឺមកដល់សោកជើងឆ្វោកចឹងហ្មងបាទហើយពីខ្ញុំមកវិញខ្ញុំបញ្ជាក់ជូនបងណាខ្ញុំលក់ខ្ញុំបង្ហាញជូនបងទាំងក្នុងទាំងក្រៅតែម្ដងហើយបងមានឱកាសនៅក្នុងការមកទទួលយកបទពិសោធន៍ថ្មីគឺលៃលោកឡសាភ្លាមណាបងប្អូនទាំងអស់គ្នាបាទអូខេបងប្អូនមើលពីភាពស្រស់ស្អាតនៅផ្នែកខាងក្នុងបាទខោយើងគឺយើងមានទំនាប់ចង្កេះអីមកជុំអញ្ចឹងកន្លែងនេះគឺជាចំណុចមួយដែលយើងរាប់បានថាជាបន្ទាត់ទប់តនុយហើយខ្ញុំធ្លាប់ឃើញការកាត់ដេរកន្លងមកអូខេក៏ដាក់តិចនៅតាមកែមចង្កេះបែបនេះហើយយើងពាត់មកជុំចង្កេះតែម្ដងហើយចំពោះគូតខោគឺយើងធ្វើមកតម្រូវបងប្អូនពេលឡើងគីឡូអាចបញ្ចេញបាន2សាយទៀតណាបាន2លេខទៀតហើយប៉ាវខោផ្នែកខាងក្រោយរបស់យើងគឺយើងដេរសែមបែបនេះណាបងប្អូនទាំងអស់គ្នាបាទហើយគូតខោក៏ដូចគ្នាប្រើធ្នេធំតែម្ដងហើយបងប្រើទៅក៏មានអារម្មណ៍មួយស្និទ្ធស្នាលមែនតើដោយសារតែគូតខោរបស់យើងគឺដេរសែមអ្វីដែលបន្ថែមពិសេសនៅផ្នែកខាងមុខនេះបងប្អូនបាទជាទូទៅយើងឃើញទៅលើសពុតនារីណាតែស្លៀកពាក់ខ្លីៗហ្នឹងហេតុអីបានគេត្រូវដាក់បន្ថែមជាមួយទំនាប់អិលបែបនេះពីព្រោះថានៅពេលខ្លះគឺយើងធ្វើការច្រែងរប៉ាវឬក៏ដាក់ទូរស័ព្ទបងប្អូនហើយបរិសុទ្ធយើងពេលដែលតនុយយើងទៅគឺត្រូវការជាមួយនឹងភាពស្រស់ស្អាតខ្លាំងណាបាទអត់ខ្លាចរឿងជ្រីវជ្រួញខ្លាចរឿងអីណាបងប្អូនអរគ្នាអញ្ចឹងហើយពេលដែលបងប្អូនធ្វើបែបនេះបងប្អូនគ្រាន់តែដើរមកជំហានទៅគឺវាធ្លាក់ចុះទៅតែម្ដងដោយសារគេមានទំនាប់បាទទំនាប់មួយទៀតគេហៅថាទំនាប់រអិលនៅផ្នែកខាងក្នុងបាទហើយបើយើងនិយាយអំពីរាងខោវិញខ្ញុំអាចដោះអាវចេញហើយជូនបងប្អូនទាំងអស់គ្នាមើលជាមួយនឹងរាងខោបាទបងប្អូនណាមកល្មមអត់ធ្លាក់គូតធ្លាក់អីទេណាបាទអត់រឹបពេកអត់រួមពេកណាហើយទំហំរបស់យើងពីមួយសាយទៅមួយសាយគឺវារីកទៅតាមទំហំសាយអស់ហ្នឹងបាទអត្ថប្រយោជន៍នៃការដាក់កវ៉ាត់ចង្កេះនេះបងប្អូនទាំងអស់គ្នាបាទដាក់ទប់តនុយនេះពេលដែលបងប្អូនយើងមកដល់ថ្នាក់ពាក់អាវធំហើយទៅធ្វើអញ្ចឹងដូចលេងកីឡានោះទេបងប្អូនប៉ុន្តែជួនកាលក៏យើងត្រូវការឈោងដៃញ៉ាំម្ហូបអាហារអូខេណាចឹងហើយគឺផ្ដល់ជាមួយភាពរៀបរយជូនបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំត្រឡប់មកវិញខ្ញុំប្រើជាមួយឈុតមួយនេះសាយរបស់យើងលេខ50បាទបងប្អូនណាបាទសាយរបស់យើងលេខ50ចឹងតិចទៀតខ្ញុំប្រើ50ហើយខ្ញុំប្រើ48ជូនបងប្អូនទៀតបាទអ្វីដែលងាយស្រួលគឺបែបហ្នឹងបងប្អូនបាទចឹងសម្រាប់លោកអ៊ំលោកពូលោកប៉ាហើយខ្ញុំអ្នកកំពុងតែធ្វើការ live នេះគឺមានវ័យ50ហើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាណាជាទូទៅនៅពេលដែលយើងនឹងវ័យកណ្ដាលតិចគឺខ្ញុំសូមណែនាំឬក៏ដូចជាផ្ដល់ប្រឹក្សាបាទនៅលើអាជីពមួយនេះរាប់បានថាខ្ញុំច្បាស់លាស់ដែរខ្ញុំ14ឆ្នាំហើយអញ្ចឹងពេលដែលបងប្អូនលើកឈុតសម្លៀកបំពាក់ណាមួយមកដាក់លើដងខ្លួនរបស់យើងបងប្អូនទាំងអស់គ្នា
ទាំងព្រមតែម្ដងគឺបងត្រូវមើលស្មាបាទស្មាពេលខ្លះទៅបងប្អូនអរគ្នាកន្លែងនេះក៏ត្រូវកពិតអីចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺវាអាចនឹងថាវាទូជាងដងខ្លួនរបស់យើងហើយទី2ណាកុំព្យាយាមយកកមួយណាដែលបងប្រើទៅពេលបិទលែវទៅមានអារម្មណ៍ថាប៉ោងបែបនេះអានេះគឺខ្ញុំទាញណាបើសិនជាប៉ោងបែបនេះគឺមិនបានទេគឺត្រូវតែរៀបរយយ៉ាងនេះណាបងប្អូនអរគ្នាបាទហើយសួរថាមានរៀងអត់បងប្អូនមើលក្រោយខ្នងខ្ញុំទៅគឺឃើញហើយនៅប្រឡោះដៃរបស់ខ្ញុំនេះគឺបាទគឺវាចេញរូបរាងអីធម្មតាអញ្ចឹងនៅកន្លែងហ្នឹងគឺបងប្អូនអាចសោកដៃណាសោកដៃយើងយក3ធ្នាប់របស់យើងនេះដាក់មកបងប្អូនបាទក្នុងចន្លោះមួយនេះគឺធ្វើឲ្យបងប្អូនជ្រើសអាវមួយនេះគឺស័ក្តិសមមែនតែម្ដងហើយស្រួលខ្លួនទៀតផងមិនថាការឈរណាបងប្អូនអរគ្នាបាទឬក៏ដើរបាទឬក៏ច្រែងហប៉ាវឬក៏អង្គុយកន្លែងនេះគឺអូខេតែម្ដងណាបងប្អូនណាហើយយើងអាចធ្វើការប្រលេះលែវបាទបែបនេះក៏បានហើយបើសិនជាមានកម្មវិធីណាដែលថារៀង protocol ដែរបងប្អូនអរគ្នាអញ្ចឹងហើយយើងអាចធ្វើការបិទលែវមួយណាបងប្អូននៅផ្នែកខាងលើអូខេអ្វីដែលសំខាន់នៅក្នុងវីដេអូមួយនេះគឺចង់បញ្ជាក់ជូនបងប្អូនថានៅទីនេះមានជំរើសជូនបងប្អូនទាំងអស់គ្នាគ្រប់ຂະຫນាតតែម្ដងមិនថាបងខ្ពស់ទាបធាត់ស្គមបាទហើយចង់បានភាពស័ក្តិសមគឺបងប្អូនអាចមកខាងខ្ញុំធ្វើការជ្រើសរើសនិងធ្វើការឡមើលតែម្ដងហើយវីដេអូក្រោយខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នាជាមួយនឹងពណ៌ថ្មីដែលអ្វីដែលជាគេហៅថាភាពតាក់ទាញពីហាងសម្លៀកបំពាក់ Boy Style ទៅវិញបាទបងសម្លាញ់ទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនស្ថិតនៅក្រោមវ័យ50បាទបងប្អូនក៏អាចជ្រើសជាមួយនឹងប្រភេទនេះដោយសារឥឡូវនេះជាទូទៅគេចូលចិត្តបែប slim fit ណាបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំឡលេខមួយនេះ48បាទ48វិញម្ដងណាបាទម៉ូតតែមួយទេបងប្អូនហើយក៏ខ្ញុំចង់ឲ្យបងបានឃើញអំពីផ្ទៃខាងក្នុងរបស់យើងបាទគឺការរចនាមកគឺអត់ខ្ចោះតែម្ដងបងប្អូនទាំងអស់គ្នាណាបាទហើយ White Brand Boy Style យើងយ៉ាងនេះតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនមកដល់កន្លែងនេះបាទភាពងាយស្រួលណាបងប្អូនទាំងអស់គ្នាចង់និយាយបានថាបើសិនជាកម្មវិធីការឬក៏កម្មវិធីបុណ្យនៅក្នុងថ្ងៃនេះបងប្អូនមកភ្លាមស្លៀកពាក់ចេញទៅផ្លែតែម្ដងហើយបងអាចមានជំរើសពីមួយសាយទៅមួយសាយហើយដាក់លើដងខ្លួនដូចដែលខ្ញុំកំពុងធ្វើការ live ផ្ទាល់បែបនេះបាទខាងក្រោយនេះគឺឆែកសងខាងតែម្ដងអញ្ចឹងពេលដែលបងអូខេកន្លែងនេះគឺគេផ្ដាច់ឆែកបាទបងប្អូនអរគ្នាហើយខ្ញុំប្រើនេះបែប slim តែម្ដងអញ្ចឹងពេលដែលខ្ញុំបិទលែវទៅដោយបងបានឃើញហ្នឹងគឺរឹបបាទគឺរឹបតែម្ដងបាទអញ្ចឹងបើសិនជាស្ថិតនៅក្នុងវ័យក្រោម50អូខេណាខ្សែបែបនេះគឺប្រសើរបំផុតហើយសម្រាប់បងប្អូនបាទហើយក្រៅពីនេះទៀតបងប្អូនមានឱកាសនៅក្នុងការសាកបាទសាកមើលបើជើងស្បែកល្អបងប្អូនអរគ្នាបាទនិយាយទៅគឺថាម៉ូតពណ៌ក៏ដូចជាការ design អីគឺផ្សេងគ្នាហើយជាប្រភេទមួយដែលគួរឲ្យទុកចិត្តបានណាបាទយើងលក់មាន license អីត្រឹមត្រូវទេបាទហើយក្រៅពីនេះក៏មានជាមួយនឹងអាវសអាវពណ៌អាវផ្កាដែលបងប្អូនទាំងអស់គ្នាអាចធ្វើការបាទសាកអញ្ចឹងទៅឲ្យដឹងថាឈុតរបស់យើងដែលយើងយកទៅតម្រូវនៅក្នុងកម្មវិធីហ្នឹងតើស័ក្តិសមប៉ុណ្ណាបាទហើយក៏យើងមានជាមួយនឹងការ free សេវាដេកជើងខោបងប្អូនទាំងអស់គ្នាបើនិយាយមកដល់រឿងនេះគឺខ្ញុំនឹងរៀបចំសម្របសម្រួលជូនបងប្អូនទាំងអស់គ្នាកាន់តែមានភាពងាយស្រួលទៀត